បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាប្រជាកសិករដែលស្រឡាញ់ខាងវិស័យកសិកម្មទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានពំនាំវីដេអូថ្មីបងប្អូនទាក់ទងនឹងកសិកម្មចម្រុះម្ដងទៀតហើយបងប្អូនបាទបងស្រីម្នាក់គាត់ជាជនជាតិថៃហើយគាត់ដាំដំណាំប្រភេទចម្រុះនៅលើដីចម្ការរបស់គាត់បងប្អូនបាទហើយគាត់រៀបចំបានល្អមែនទែនបងប្អូនបងស្រីគឺជាមនុស្សប៉ាកែម្នាក់ដែលឆ្លៀតទាំងការងាររកពេលទំនេរគ្មានបងប្អូនគឺគាត់តែងតែខិតខំព្យាយាមដើម្បីបង្កើតកសិកម្មនេះជាយូរឆ្នាំមកហើយបងប្អូនមិនមែនគាត់ទើបតែធ្វើទេដីចម្ការរបស់គាត់នឹងគឺធំណាស់បងប្អូនហើយមានដាំដំណាំគ្រប់ប្រភេទបងប្អូនបងប្អូនមើលនៅក្នុងរូបភាពនេះគឺគាត់ដាំច្រើនមែនតើហើយនេះគឺជាថ្នាលសម្រាប់បដោះកូនបន្លែផ្សេងបងប្អូនចឹងបងប្អូនស្រឡាញ់ខាងវិស័យកសិកម្មបងប្អូនត្រូវមើលវីដេអូនេះដើម្បីយើងយកជាគំនិតយកមកផ្សេងដើម្បីយើងយកទៅធ្វើដីនៅលើដីរបស់យើងបងប្អូនមកដំណាំនេះគឺដំណាំស្ពៃក្តោបបងប្អូនស្ពៃក្តោបមុនយើងចាប់ដើមដាំយើងអាចព្រុសវាហើយយើងដកវាមួយយកទៅស្ទង់បែបនេះបងប្អូនណាយើងមិនស៊ាំវាឲ្យវារាងធំបន្តិចហ្នឹងបានយើងយកទៅដាំនៅក្នុងដីបងប្អូននឹងវាទៅជាវាបានផលល្អហើយគាត់ថាដំណាំដាំដុះទាំងអស់នេះគឺគាត់បានយកជីលាមកសัตว์ណាបងប្អូនមានសัตว์មាន់សัตว์គោអីហ្នឹងគាត់បង្កើតជាជីកំប៉ុស្តយកមកដាក់បន្លែរបស់គាត់ហ្នឹងបងប្អូនណាហើយគាត់ថាក្នុងមួយថ្ងៃគាត់គ្មានចំណាយទេបងប្អូនអើយបន្លែគាត់មានខ្លួនឯងបងប្អូនមើលសម្ដែងគួររបស់គាត់បាទមានលហុងមានជីមានពេញប៉ោះគឺគាត់បង្កើតសួនបន្លែនេះគឺដើម្បីទុកហូបលក្ខណៈគ្រួសារបងប្អូនបាទគាត់មិនបានលក់ដូរអីទេប៉ុន្តែអ្នកនៅក្បែរភូមិរបស់គាត់ហ្នឹងតែងតែមកទិញគាត់ចឹងបងប្អូនបាទមកទិញគាត់ព្រោះដោយសារគាត់ដាំដុះបានច្រើនហើយសម្រាប់ការចិញ្ចឹមត្រីចិញ្ចឹមអីហ្នឹងគាត់ចិញ្ចឹមដែរបងប្អូនអើយគឺមានសពបែបយ៉ាងហ្មងមានម្ទេសផងមានត្រីមានបន្លែបងប្អូនសាកសម័យមើលថាបើសិនជាយើងមានដីចម្ការឬក៏ដីជុំវិញផ្ទះយើងពោពេញទៅដោយបន្លែផ្លែឈើបែបនេះបងប្អូនមានអារម្មណ៍ស្រស់ស្រាយហើយយើងមិនចាំបាច់ចំណាយទៅទិញគេទេបងប្អូនមើលលហុងគាត់ដាំបានល្អមែនតើលហុងរបស់គាត់មានពួកប្រភេទលហុងលឿងដែរបងប្អូនបាទគឺជាប្រភេទលហុងដែលមានពូជល្អបងប្អូនទាំងអស់គ្នាបាទហើយអានេះគឺជាដាំម្រេចបងប្អូនម្រេចណាបាទអាម្ទេសអូយដាំច្រើនមែនតើបងប្អូនមានម្ទេសមានជីមានម្រេចបាទអានេះក្រូចពោធិ៍សាត់បងប្អូនក្រូចពោធិ៍សាត់ហើយគាត់ចេះបណ្ដោះចេះផ្សាំខ្លួនឯងបងប្អូនមិនជារឿងងាយទេសម្រាប់មនុស្សស្រីម្នាក់ដែលគាត់ចេះធ្វើកសិកម្មបានយ៉ាងល្អបាទហើយបងស្រីគាត់ថាគាត់ធ្វើជាច្រើនឆ្នាំហើយបងប្អូនទាំងអស់គ្នាហើយអ្វីដែលគាត់ធ្វើបែបនេះដោយសារចិត្តស្រឡាញ់បងប្អូនចិត្តស្រឡាញ់มันគាត់អាចធ្វើបែបនេះបានណាហើយគាត់ថាមុនដំបូងក៏យើងដាំទៅមិនសូវជាល្អប្រហែលដែរប៉ុន្តែដោយសារយើងបានធ្វើជីកំប៉ុស្តទឹកផងហើយជីកំប៉ុស្តគោកដើម្បីទ្រាប់បានផងទៅវាធ្វើឲ្យដំណាំរបស់យើងដាំនោះវាល្អបងប្អូនដោយសារលើកមុនគាត់មិនសូវជាចេះបច្ចេកទេសណាប៉ុន្តែគាត់ថាបច្ចេកទេសដល់ពេលយើងធ្វើយូរទៅយើងនឹងអាចសិក្សាស្វែងយល់បានហើយព្រោះដំណាំមួយប្រភេទឬក៏សត្វមួយប្រភេទវាមានគេហៅអត្តចរិតធម្មជាតិរបស់វាបងប្អូនបាទអញ្ចឹងយើងអាចសិក្សាអំពីការរស់នៅការស្រោចជីស្រោចអីហ្នឹងទៅតាមបទដ្ឋានទៅលើប្រភេទដើមឈើឬក៏ការចិញ្ចឹមសត្វមួយចំនួនណាបងប្អូនបាទធុងនោះគឺធុងជីកំប៉ុស្តទឹកបងប្អូនដែលគាត់ដាក់នោះធុងខ្មៅនោះគឺជីកំប៉ុស្តទឹកបាទហើយនេះបន្លែរបស់គាត់អើយបងប្អូនច្រើនមែនតើបន្លែបងប្អូនណាបាទមានចេកមានលហុងមានទៀបមានខ្នុរបាទហើយមើលកូនផ្ទះគាត់បងប្អូនបាទហើយនេះគឺគាត់យកមកផ្សាំនៅក្នុងកត្រកជ័របងប្អូននៅប្រទេសថៃភាគច្រើនគេដាំនៅលើជ័របងប្អូនកត្រកជ័រណាហើយខ្ញុំមើលឃើញទៅគឺអ្វីដែលយើងសិក្សាគាត់ថាការដាំប្រភេទអញ្ចឹងវាបានផលល្អបងប្អូនដោយសារដូចខ្ញុំបានជម្រាបថាទី1យើងគ្រប់គ្រងជីបានល្អបាទទី2ស្មៅវាមិនសូវដុះទី3ក៏យើងដាក់ជីឲ្យវាក៏ល្អមួយទៀតយើងអាចប្រើជីកំប៉ុស្តទឹកអីស្រោចក៏បានល្អដែរហើយយើងអាចចល័តវាលើកទៅណាក៏បានដែរ
វាមិនចាំបាច់ដូចយើងដាំនៅដីយើងពិបាកក្នុងការដោះដូរទីតាំងវាបងប្អូនអានេះគឺជាកំណត់មួយគឺកំណត់ច្នៃប្រឌិតដើម្បីបង្កើតភាពងាយស្រួលដល់ខ្លួនឯងបងប្អូនបាទហើយបងប្អូនមើលហើយគឺនៅជុំវិញដីរបស់គាត់នេះសិតតែបន្លែហ្មងបងប្អូនអើយបន្លែច្រើនមែនតើបាទហើយគាត់គឺជាកសិករម្នាក់ដែលមានទឹកចិត្តល្អបងប្អូនគាត់ឲ្យតែគាត់នេះហ្នឹងគាត់ចែកម្លែកដល់បងប្អូនកសិករផ្សេងៗឲ្យតែគាត់មកសួរនាំឬក៏មកចែកពូជចែកអីហ្នឹងគឺគាត់បានចែកឲ្យបងប្អូនហើយគាត់បានបង្រៀនទៅដល់កសិករនឹងឲ្យចេះធ្វើដូចគាត់បងប្អូនបាទហើយនេះគឺជាលក្ខណៈពិសេសមួយយ៉ាងដែលមនុស្សទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើតសេចក្តីល្អការចែកម្លែកពីគ្នាទៅគ្នាដើម្បីឲ្យជីវិតគ្រួសារនីមួយៗមានភាពរីកចម្រើនប្រចាំគ្រួសារផងដែរបងប្អូនបាទហើយគាត់ជាមនុស្សម្នាក់ដែលគេហៅថាមានការខិតខំខ្ពស់បងប្អូនបាទដាំគ្រប់ប្រភេទបាទអានេះគឺដាំរំដេងមានរំដេងមានដើមខ្នុរមានដើមដូងសុទ្ធតែរបស់ធម្មជាតិបងប្អូនហើយប្រភេទដូចខ្ញុំបានជំរាបប្រាប់បងប្អូនអញ្ចឹងគឺប្រភេទស្លឹកឈើប្រភេទអីហ្នឹងបងប្អូនអាចកើបមកយកមកដាក់នឹងគល់មិនថាគល់ចេកមិនថាគល់រំដេងគល់ខ្នុរអីទេបងប្អូនយកមកដាក់ទៅដើម្បីឲ្យវាបង្កើតគេហៅថាជីធម្មជាតិណាបងប្អូនដើម្បីឲ្យវាល្អហើយបងប្អូនមើលនេះគឺគាត់មានស្រះទឹកហើយគាត់បានធ្វើស្ពានកាត់អញ្ចឹងបងប្អូនអាហ្នឹងដោយលក្ខណៈធម្មជាតិអញ្ចឹងបងប្អូនហើយនៅក្នុងហ្នឹងគាត់ចិញ្ចឹមត្រីផងដែរបងប្អូនបាទហើយនេះហើយគឺលក្ខខណ្ឌធម្មជាតិមួយដែលគេហៅថាកសិកម្មបែបចម្រុះបែបធម្មជាតិបាទការធ្វើកសិកម្មបែបចម្រុះដោយគាត់នេះគឺវាមានផលប្រយោជន៍ច្រើនបងប្អូនដូចខ្ញុំបានចែករំលែកជូនប្រជាកសិករទាំងអស់គ្នាឲ្យចាប់អារម្មណ៍មែនទែនគឺការធ្វើកសិកម្មចម្រុះគឺយើងទទួលផលបានគ្រប់រដូវបងប្អូនពួកដំណាំផ្សេងវាឲ្យផលរដូវផ្សេងគ្នាខែផ្សេងគ្នាបងប្អូនបាទហើយបន្ទាប់មកក៏យើងអាចសិក្សាអំពីការចិញ្ចឹមត្រីផងដែរបងប្អូនចិញ្ចឹមត្រីចិញ្ចឹមទុងចិញ្ចឹមកែបហ្នឹងយើងដាក់លាយឡំជាមួយនឹងបន្លែទៅបាទមានន័យថាបន្លែមកសួនហ្នឹងទៅកន្លែងចិញ្ចឹមហ្នឹងមកស្រះឬក៏មកកន្លែង2-3កន្លែងអញ្ចឹងបងប្អូនបាទហ្នឹងហើយគឺជាលក្ខខណ្ឌមួយដែលយើងអាចជួយសម្រួលដល់ជីវភាពរបស់យើងបានហើយខ្ញុំនៅតែបន្តលើកទឹកចិត្តបង្កើតវីដេអូថ្មីទាក់ទងនឹងវិស័យកសិកម្មចម្រុះដើម្បីលើកកម្ពស់កម្រិតជីវភាពឬក៏ដើម្បីឲ្យពុកម៉ែបងប្អូនដែលជាវិជាកសិករហ្នឹងគាត់អាចផលិតស្បៀងអាហារទុកហូបខ្លួនឯងបានណាជៀសវាងនឹងការទិញគេហើយខ្ញុំសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់ឆ្លៀតឲ្យបានមែនតែនឆ្លៀតដីទំនេរហ្នឹងគឺយើងធ្វើយ៉ាងណាឲ្យវាចេញជាផលផ្លែបងប្អូនបង្កើតជាលុយណាបាទយើងកុំឲ្យទំនេរបើយើងត្រូវការដាំសក្រីដាំខ្នោដាំលហុងអញ្ចឹងណាបាទដើម្បីបង្កើតគេហៅថាជីវៈចម្រុះមួយដែលពោពេញទៅដោយចំណូលពោពេញទៅដោយគេហៅថាស្បៀងអាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសាររបស់យើងបងប្អូនបាទហើយគាត់តែងតែឆ្លៀតបងសែនហ្នឹងគឺឆ្លៀតមែនតើបងប្អូនហើយគឺគាត់ឆ្លៀតសំបីតែពេលទំនេរក៏មិនសូវជាមានដែរព្រោះដោយសារគាត់ចំការរបស់គាត់នេះគឺគាត់ត្រូវការដាំច្រើនដើម្បីផ្គត់ផ្គង់ទៅលើការហូបចុកប្រចាំថ្ងៃហើយគាត់និយាយថាគាត់នឹងព្យាយាមដាំឲ្យបានច្រើនមុខបាទច្រើនមុខឲ្យច្រើនមុខគឺងាយស្រួលក្នុងការដែលយើងប្រមូលផលបាទសម្រាប់ហូបចុកផងសម្រាប់អ្នកបើសិនជាបងប្អូនណាដែលគាត់មានតម្រូវការចង់ទិញអីក៏គាត់អាចលក់បានដែរបងប្អូនបាទហើយនេះគឺជាលក្ខខណ្ឌពិសេសមួយសម្រាប់មនុស្សស្រីដែលគាត់មិនថាគាត់ធ្វើការនៅផ្ទះបាយក្តាំស្លទេប៉ុន្តែគាត់អាចបង្កើតបន្លែផ្លែឈើទុកស្លដោយខ្លួនឯងទៀតបាទហើយប្រភេទស្ពៃក្តោបនេះគឺរយៈពេលវា3ខែបងប្អូន3ខែហើយបើសិនជាយើងអាចចិញ្ចឹមសត្វនៅក្បែរហ្នឹងទៀតវាកាន់ជាល្អបងប្អូនណាដើម្បីនៅពេលដែលស្លឹកឈើឬក៏បន្លែប្លុករបស់យើងហ្នឹងអាណាចាស់អីយើងអាចបេះឲ្យវាស៊ីបានដែរបងប្អូនបាទបងស្រីបាននិយាយថាបើសិនជាចង់ធ្វើដូចគាត់ទី1ត្រូវមានសេចក្តីស្រឡាញ់ជាមុនសិនក្នុងការធ្វើកសិកម្មបាទហើយទី2យើងត្រូវការជ្រើសរើសដីណាដែលវារៀងកុំឲ្យវាមលុបបាទដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានល្អបាទហើយទី3នោះគឺបងប្អូនត្រូវធ្វើម៉េច
ចេះលាយដីឬក៏ចេះបង្កើតជីកំប៉ុស្តដើម្បីឲ្យយើងយកមកដាំទៅវាមានផលល្អបាទហើយទី4ហ្នឹងគឺការជ្រើសរើសពូជយើងអាចទិញពូជពីផ្សារក៏បានឬក៏យើងអាចទិញឬក៏ពីអ្នកភូមិដូចគ្នាដែលគេដាំមុនយើងបងប្អូនអាហ្នឹងក៏វាជាលក្ខណៈពិសេសដែរបាទហើយបើសិនជាដីយើងធំយើងអាចធ្វើលក្ខណៈធំទៅហើយយើងអាចបង្កើតវាទៅជាសួនមួយដែលស្អាតណាបងប្អូនបាទសួនជីវៈចម្រុះតែបើសិនយើងដីយើងតូចទេយើងអាចដាំចូលគ្នាចឹងបានបងប្អូនប៉ុន្តែវាអាស្រ័យទៅលើការរៀបចំរបស់យើងទេបងប្អូនទាំងអស់គ្នាបើយើងចង់រៀបចំឲ្យស្អាតមានផ្លូវដើរចេញចូលប្រមូលផលបានល្អអាហ្នឹងក៏វាកាន់តែល្អប៉ុន្តែគាត់ថាគាត់មិនបានរៀបចំបានស្អាតទេបងប្អូនអើយគាត់ថាគាត់ដាំឲ្យបានច្រើនមុខទុកដើម្បីស្លតែប៉ុណ្្នឹងទេបងប្អូនហើយគាត់ថាគាត់ឲ្យបងប្អូនទាំងអស់គ្នាដាំឲ្យចាប់បានពី20ទៅ30មុខទៅដើម្បីឲ្យយើងមានបន្លែឬក៏ផ្លែឈើហូបបានគ្រប់គ្រាន់ណាបងប្អូនបាទដូចជាម្ទេសអីហ្នឹងក៏គាត់ថាมันពិបាកដាំដែរម្ទេសដូចជាស្ពៃក្តោបអីហ្នឹងគឺគាត់ថាมันពិបាកដាំទេបាទសំខាន់លើយើងដូចខ្ញុំបានជំរាបប្រាប់បងប្អូន3-4ចំណុចមិញអញ្ចឹងយើងត្រូវធ្វើដីឲ្យបានល្អទៅបន្ទាប់មកយើងអាចព្រុសនៅលើដីនឹងផ្ទាល់នៅលើរងនឹងផ្ទាល់ក៏បានឬក៏យើងអាចព្រុសហើយយើងអាចដកកូនផ្សាំដោយគាត់មកកតោទូចនឹងក៏បានដែរតម្រាំនៅវាធំយើងអាចយកទៅស្ទង់បាននេះគឺកែបបាទគាត់ចំកែបនៅក្នុងដីនឹងដែរព្រោះដោយសារដីរបស់គាត់ហ្នឹងគឺគាត់បានពណ៌ស្បៃជុំវិញណាបងប្អូនបាទទី1ការពណ៌ស្បៃហ្នឹងវាបានផលច្រើនមែនតើទី1គឺយើងការពារកុំឲ្យសត្វផ្សេងចូលនៅក្នុងដីចំការរបស់គាត់ទី2មានន័យថាកុំឲ្យសត្វដែលគាត់ចិញ្ចឹមហ្នឹងវាចេញទៅក្រៅទៅដីគេផ្សេងបងប្អូនណាហ្នឹងគឺជាហេតុផលគាត់ចិញ្ចឹមបែបនេះគឺដូចជាគេហៅថាភ្នាក់ងារដាក់ជីឲ្យគាត់ចឹងបងប្អូននៅពេលដែលយើងចិញ្ចឹមកែបនៅទីនេះនៅក្នុងស្រះចិញ្ចឹមកែបរបស់គាត់ណាបងប្អូនបាទអញ្ចឹងគឺល្អមែនតើបងប្អូនសូមលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍លើវិស័យនេះឲ្យបានទាំងអស់គ្នាបងប្អូនព្រោះដោយសារយើងនៅប្រទេសកម្ពុជារបស់យើងគឺកសិករ 85% ជាងគាត់ជាកសិករបងប្អូនណាអញ្ចឹងបើសិនជាយើងមានដីទំនេរអីហ្នឹងកុំទុកឲ្យទំនេរអីបងប្អូនព្រោះដោយសារយើងទៅបង្កើតស្បៀងអាហារទុកគ្រួសាររបស់យើងអាចចំមន់ចំទាចំត្រីដើម្បីទុកបរិភោគឬក៏អាចលក់ដូរបានផងដែរបងប្អូនព្រោះបើសិនជាយើងធ្វើបែបនេះគឺយើងបង្កើតភាពឧស្សាហ៍ឲ្យខ្លួនឯងវាធ្វើឲ្យយើងខ្លាចជាមនុស្សសកម្មបងប្អូនប៉ុន្តែបើសិនជាយើងមានដីមានទំនេរហើយយើងអត់បានធ្វើយូរទៅយើងអាចទៅជាមនុស្សអសកម្មមានន័យថាយើងលែងសូវចង់ធ្វើអីប៉ុន្តែយើងចាប់ផ្ដើមចំណាយចង់ទិញអីក៏ចំណាយចង់ទិញអីក៏ចំណាយយើងអត់មានសល់លុយអញ្ចឹងណាបងប្អូនបាទតែប៉ុន្តែបើយើងធ្វើដូចគាត់បែបនេះវាមានភាពសុបាយហើយយើងអាចហាត់ប្រាណបានហើយក៏យើងអាចសល់លុយបានទៀតបងប្អូនដូច្នេះបងប្អូនទាំងអស់គ្នាចាប់ផ្ដើមពីឥឡូវទៅគឺយើងអាចត្រូវមានផែនការទៅថាយើងធ្វើក្នុងទំហំដីប៉ុណ្ណាហើយយើងត្រូវធ្វើប្រមាណរងបាទហើយយើងត្រូវធ្វើលបងយ៉ាងម៉េចអីយ៉ាងម៉េចដើម្បីធ្វើម៉េចពណ៌ស្បៃឬក៏ធ្វើលបងពណ៌ជុំវិញដីហ្នឹងឲ្យបានល្អជាមួយសិនបងប្អូនណាកុំព្យាយាមដាំដោយគ្មានលបងណាគឺយើងដាំទៅវាអាចមានផលប៉ះពាល់ទៅលើដំណាំរបស់យើងដោយសារមានស្អីសត្វអីស្អីចូលស៊ីដំណាំរបស់យើងអញ្ចឹងបងប្អូនបាទហើយដូចជាมันពិបាកទេបងប្អូនឲ្យតែយើងខិតខំព្យាយាមធ្វើបងប្អូនណាគ្រាន់តែថាដូចខ្ញុំបានជម្រាបប្រាប់បងប្អូនអញ្ចឹងថាការងារកសិកម្មគឺវារឿងហត់បន្តិចប៉ុន្តែបើសិនជាយើងឆ្លាញ់ខាងកសិកម្មវាមិនហត់ទេបងប្អូនបាទហើយអ្នកឆ្លាញ់កសិកម្មបងប្អូនខ្ញុំពិតជាជឿថានៅពេលដែលយើងទៅណាក៏ដោយយើងសម្លឹងទៅមើលតែធម្មជាតិទេហើយបើសិនជាហូបអីហ្នឹងចង់ទុកតក្របយកមកដាំអញ្ចឹងណាហើយបើដើរទៅដល់ផ្ទះគេឬក៏ចំការគេហ្នឹងចង់ទៅទិញពូជរបស់គេយកមកដាំនៅដីខ្លួនឯងហ្នឹងហើយគឺជាអ្នកដែលចូលចិត្តដាំហើយឆ្លាញ់ខាងវិស័យកសិកម្មបងប្អូនបាទព្រោះសម្បីតែខ្ញុំក៏អញ្ចឹងដែរព្រោះខ្ញុំមានដីចំការមួយដែរហើយខ្ញុំព្យាយាមដាំដើមចេកដើមក្រូចអីច្រើនបាទដើម្បីឲ្យគេថាបង្កើនផលពីដំណាំដែលយើងដាំបងប្អូនបាទនេះហើយគឺ
ជាវិធីមួយដែលយើងអាចពេលយើងចាស់ទៅយើងអាចប្រមូលផលចេញពីដំណាំដាំដុះរបស់យើងបានណាបងប្អូនហើយជាចុងបញ្ចប់ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននៅវីដេអូរបស់យើងខ្ញុំហើយក៏សូមអរគុណពីចម្ងាយដែលនៅបន្តគាំទ្របន្តការចែកម្លែកទៅអ្នកដទៃហើយសូមលើកទឹកចិត្តម្ដងទៀតថាសូមបងប្អូនពុកម៉ែទាំងអស់គ្នារៀបចំសួនជីវៈចម្រុះនៅតាមផ្ទះរៀងៗខ្លួនដើម្បីបង្កើនផលកាត់បន្ថយចំណាយផ្សេងកុំឲ្យវាមានចំណាយទៅលើការហូបចុកព្រោះដោយសារយើងចេះផលិតស្បៀងអាហារទុកហូបខ្លួនឯងអញ្ចឹងណាបងប្អូនបាទហើយខ្ញុំបាទនឹងបដិញ្ញាចិត្តនឹងពំនាំនៅវីដេអូថ្មីតាក់ទងនឹងវិស័យកសិកម្មចម្រុះដើម្បីយកមកចែករំលែកដល់ពុកម៉ែបងប្អូនដើម្បីជំរុញលើកទឹកចិត្តឲ្យពុកម៉ែបងប្អូននៅតែបន្តក្នុងការធ្វើកសិកម្មបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា